ស្ទឹងថ្វាក់នៅតែជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវមកពីទីជិតឆ្ងាយដែលចូលចិត្តងូតទឹកលេងកម្សាន្តថ្មីត្បិតតែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងផុតទៅស្ទឹងថ្វាក់ស្រុករតនមណ្ឌលនៅតែរក្សាបានចំនួនភ្ញៀវទេសចរមកពីទីជិតឆ្ងាយងូតទឹកលេងនិងអង្គុយទទួលទានអាហារកម្សាន្តក្នុងសភាពអ៊ូអរមិនដាច់ពិសេសនៅថ្ងៃចុងសប្តាហ៍តែម្ដងស្ទឹងថ្វាក់ស្ថិតនៅភូមិថ្វាក់ឃុំអណ្ដើកហែបស្រុករតនមណ្ឌលខេត្តបាត់ដំបងដែលមានចម្ងាយប្រហែល41គីឡូម៉ែត្រពីក្រុងបាត់ដំបងត្រូវចំណាយពេលធ្វើដំណើរមិនដល់1ម៉ោងនោះទេយើងធ្វើដំណើរតាមផ្លូវជាតិលេខ57មកហួសសាលាស្រុករតនមណ្ឌលបន្តិចបត់ឆ្វេងដៃតាមផ្លូវកៅស៊ូទៅសាងសង់ថ្មីប៉ុន្មាននាទីប៉ុណ្ណោះនឹងដល់ទីតាំងរមណីយដ្ឋានស្ទឹងថ្វាក់នេះហើយភ្ញៀវទេសចរមកលេងកម្សាន្តស្ទឹងថ្វាក់នេះអាចកម្មង់ម្ហូបអាហារអ្នកស្រុកលក់នៅទីនេះបានក្នុងតម្លៃសមរម្យដូចជាមាន់ដុតម្ហូបកម្មង់បុកល្ហុងពងទាកូនសាច់គោអាំងជាដើមនិងមានខ្ចោះសម្រាប់អង្គុយលេងកម្សាន្តមើលខ្សែទឹកហូរក្រោមខ្យល់បក់រវិចគួរឲ្យគយគន់បន្ថែមពីនោះទីនេះមានសន្តិសុខយាមម៉ូតូឡាននិងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់បរិស្ថានយ៉ាងល្អលោកច័ន្ទតារាដែលបានទៅកម្សាន្តទីនោះជាមួយគ្រួសារបាននិយាយថានៅថ្ងៃចូលឆ្នាំគាត់មិនបានមកលេងទីនេះទេដោយសារតែមនុស្សម្នាមកលេងច្រើនពេកទៅតែក្រោយចូលឆ្នាំនិងសម្រាប់ពីការងារផងគាត់ឆ្លៀតនាំគ្រួសារនិងបងប្អូនមកលេងទឹកកម្សាន្តនិងអង្គុយស្រូបខ្យល់បរិសុទ្ធតាមមាត់ស្ទឹងសង្កែប៉ែកខាងលើនេះស្រស់ស្រាយអារម្មណ៍មែនទែនលោកថារាល់លើកគាត់មកលេងស្ទឹងថ្វាក់គឺឃើញមានភ្ញៀវមិនដាច់នោះទេដោយសារតែទីនេះកន្លែងលេងទឹកធម្មជាតិរាក់ងាយស្រួលលេងមានខ្ចោះនៅមាត់ទឹកនិងមានម្ហូបអាហារលក់តម្លៃសមរម្យហើយយើងអាចយកម្ហូបឬក៏ភេសជ្ជៈមកពីផ្ទះខ្លួនឯងក៏បានសូមបញ្ជាក់ថាស្ទឹងថ្វាក់គឺជាទីកន្លែងលេងទឹកស្ទឹងដ៏ពេញនិយមក្នុងចំណោមកន្លែងលេងទឹកស្ទឹងធម្មជាតិទាំង14កន្លែងក្នុងខេត្តបាត់ដំបងដែលកំពុងទាក់ទាញភ្ញៀវមកលេងម្ដងហើយចង់មកលេងម្ដងទៀតដូចជាតំបន់រមណីយដ្ឋានចង្អូរថ្មអូតូទាត្រជាក់ចិនទំនប់ពហុបំណងទឹកធ្លាក់ចំការស្វាយទឹកធ្លាក់កំពូលភ្នំចំការទុរេនអូតងទឹកធ្លាក់កំពង់ទូកមានជ័យលេងសីណារីសតសម្រស់សំឡូតទឹកធ្លាក់បឡាងស្ទឹងក្រញូងស្ទឹងថ្មដាចំការទុរេននិងរមណីយដ្ឋានទឹកធ្លាក់អូចំជាដើមនេះបើតាមមន្ទីរទេសចរខេត្តបាត់ដំបង